ឯកឧត្តមនៅបូរីណាអញ្ជើញជាអធិបតីពិធីរាត្រីសមសមូលនិធិសង្ក្រានអូរៀងឪឯកឧត្តមនៅបូរីណារដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានទី2ក្រុមការងារគណៈបកចុះជួយមូលដ្ឋានស្រុកអូរៀងឪតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកអូរៀងឪស្រុកពញាក្រែកនិងស្រុកត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីរាត្រីស្រមោលសដែលរៀបចំដោយរដ្ឋបាលស្រុកអូរៀងឪលាល្ងាចថ្ងៃទី22ខែមីនាឆ្នាំ2025ស្ថិតនៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាស្រុកអូរៀងឪក្នុងឱកាសរាត្រីស្រមោលសឯកឧត្តមងើបូរីណាបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានពេញចិត្តនិងចូលរួមចែករំលែកធនធានផ្ទាល់ខ្លួនដើម្បីទ្រទ្រង់ការរៀបចំសង្ក្រាន្តអូរៀងឪសម្រាប់ឆ្នាំ2025ខាងមុខនេះដែលក្រុងនឹងរៀបចំរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី13រហូតដល់ថ្ងៃទី16ខែមេសាឆ្នាំ2025ស្ថិតនៅភូមិថ្នល់កែងឃុំព្រះធាតុស្រុកអូរៀងឪខេត្តត្បូងឃ្មុំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ស័កពុទ្ធសករាជ2568ឯកឧត្តមបានបន្តទៀតថាក្រោមគំនិតផ្ដួចផ្ដើមនិងជាការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានមកកាន់រដ្ឋបាលស្រុកអូរៀងឪដើម្បីទទួលរៀបចំតុបតែងនិងដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍សង្ក្រាន្តអូរៀងឪឆ្នាំ2025នេះដោយរដ្ឋបាលស្រុកផ្ទាល់យ៉ាងណាមិញឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនៃការសាទរចំពោះពិធីរាត្រីស្រមោលសនាឱកាសនេះដែលរដ្ឋបាលស្រុកបានរៀបចំឡើងដើម្បីផ្ដល់ឱកាសឲ្យសប្បុរសជនបានចូលរួមជាមួយអាជ្ញាធរនិងរដ្ឋបាលស្រុកលើការគាំទ្រការរៀបចំសង្ក្រាន្តកន្លែងកម្សាន្តការតុបតែងកម្មវិធីវប្បធម៌សាសនាជាដើមសូមបញ្ជាក់ផងដែរថាក្នុងឱកាសពិធីរាត្រីសមោសនាល្ងាចថ្ងៃទី22ម្សិលមិញនេះមានការអញ្ជើញផ្ដល់កិត្តិយសចូលរួមដល់ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសមាជិកព្រឹទ្ធសភាឯកឧត្តមអភិបាលរងខេត្តអភិបាលស្រុកអូរៀងឪឯកឧត្តមលោកជំទាវអង្គញាម្ចាស់សហគ្រាសអាជីវករនិងមន្ត្រីរាជការប្រមាណជាង400នាក់លោកជានរនអភិបាលស្រុកអូរៀងឪបានអានជូននៅរបាយការណ៍អំពីដំណើរការនៃការគ្រោងរៀបចំសង្ក្រាន្តអូរៀងឪសម្រាប់ឆ្នាំ2025ខាងមុខនេះជូនគណៈអធិបតីនិងអង្គពិធីក្នុងនោះលោកអភិបាលបានបញ្ជាក់ថាទីតាំងទន្លេស្ងួតជាទីតាំងប្រវត្តិសាស្ត្រមួយកន្លែងក្នុងស្រុកអូរៀងឪដែលពេលបច្ចុប្បន្ននេះក្រោមការដឹកនាំផ្ដួចផ្ដើមអភិវឌ្ឍរបស់ឯកឧត្តមបណ្ឌិតអៀងសុផល្លែតបានប្រែក្លាយពីតំបន់ឬទីតាំងដែលមានសភាពស្ងប់ស្ងៀមមកជាតំបន់អ៊ូអរជាទីតាំងទេសចរក្នុងស្រុកមួយកន្លែងលោកជានរនបានបន្តលើកឡើងទៀតថាពិធីសង្ក្រាន្ត2025អបអរសាទរឆ្នាំម្សាញ់នាឱកាសខាងមុខនេះរដ្ឋបាលបានត្រៀមរួចជាស្រេចដើម្បីជំរុញឲ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមកពីមជ្ឈដ្ឋាននានាដោយមានការតុបតែងក្លោងទ្វារសង្ក្រាន្តមួកយក្សអន្សមយក្សល្បែងប្រជាប្រិយពូនភ្នំខ្សាច់តំបន់ត្រជាក់ចិត្តការប្រគំតន្ត្រីនិងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ